វាអាចមានមូលហេតុមួយដែលថាយើងអត់អាចទុកឲ្យខ្លួនឯងត្នេហ្នឹងដោយសារតែយើងសម្គាល់ថាការត្នេហ្នឹងវាជារឿងអត់ប្រយោជន៍អត់បានការជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានទទួល comment មួយពីទស្សនិកជនពីមិត្តភ័ក្តិដែលនៅក្នុងវីដេអូមុនខ្ញុំបានសួរថាតើមានសំណួរអីអត់តាក់ទងនឹងការស្គាល់ខ្លួនឯងចឹងទៅគាត់បានលើកសំណួរមួយថាអត់ដឹងមិនទេឲ្យតែត្នេចេះតែចង់ធ្វើឲ្យខ្លួនឯងរវល់ហើយដល់ពេលរវល់ខ្លាំងពេកទៅអត់មានពេលសម្រាកបន្ទោសខ្លួនឯងមកតង់ទៀតហើយអាហ្នឹងមិនមែនកាត់ឡើងតែចំពោះគាត់ទេខ្ញុំជឿថាមនុស្សជាច្រើនដែលជួបស្ថានភាពនឹងដូចគ្នាតែអ្នកខ្លះក៏ចាប់អារម្មណ៍អ្នកខ្លះក៏មិនចាប់អារម្មណ៍ហើយខ្ញុំក៏ធ្លាប់ជួបរឿងនឹងដូចគ្នាដែរចឹងនៅពេលដែលខ្ញុំសិក្សាមើលទៅវាមានមូលហេតុដែលខ្ញុំអត់ដឹងមូលហេតុអស់ហើយណាបងប្អូនប៉ុន្តែមូលហេតុមួយដែលខ្ញុំសង្កេតឃើញថាវាជាផលវិបាកនៃតាមផ្នែកចិត្តសាស្ត្រចាគឺដោយសារតែយើងធ្លាប់ជួបបទពិសោធន៍ដែលពេលដែលយើងត្នេត្រូវបានគេបន្ទោសថាអង្គុយដកដង្ហើមចោលដេកដកដង្ហើមចោលអត់ធ្វើអីធ្វើអត់ប្រយោជន៍ធ្វើមនុស្សអត់ប្រយោជន៍អីចឹងណាគេបន្ទោសយើងហើយគេវិនិច្ឆ័យយើងថាធ្វើអញ្ចឹងអត់ប្រយោជន៍ធ្វើអញ្ចឹងហែងអត់ប្រយោជន៍ហែងជាមនុស្សអត់ប្រយោជន៍ហែងជាមនុស្សអត់សមត្ថភាពអន់អីចឹងទៅអញ្ចឹងអាហ្នឹងវាបានបដោះផ្នត់គំនិតយើងមួយថាបើយើងត្នេយើងនឹងคล้ายជាមនុស្សអត់ប្រយោជន៍បើយើងត្នេយើងនឹងคล้ายជាមនុស្សអត់បានការអញ្ចឹងយើងអត់គួរត្នេយើងត្រូវតែធ្វើប៉ុន្តែពិតភាពឧស្សាហ៍ព្យាយាមហ្នឹងជារឿងល្អទេចានៅក្នុងជីវិតពពុទ្ធក៏បរៀនយើងមនុស្សណាផ្សេងអ្នកប្រាជ្ញនៅក្នុងពិភពលោកសិតតែបរៀនយើងឲ្យធ្វើជាមនុស្សដែលឧស្សាហ៍ព្យាយាមចាធ្វើកិច្ចការងារដើម្បីចិញ្ចឹមជីវិតបានល្អគ្រាន់តែថាបើសិនជាយើងធ្វើលើសកម្រិតវានឹងបង្កទៅជាបញ្ហាវិញអញ្ចឹងយើងត្រូវការមើលខ្លួនឯងថាតើយើងឧស្សាហ៍ប៉ុណ្ណាដែលវាអត់លើសកម្រិតយើងចាដែលវាអត់ធ្វើឲ្យយើងនឹងអត់បានសម្រាកគ្រប់គ្រាន់ដែលវាអត់ធ្វើឲ្យយើងវិវត្តទៅជាមានជំងឺផ្លូវកាយផ្លូវចិត្តចាអញ្ចឹងយើងត្រូវការមានសមតុល្យដែលគេហៅថាអីសមតុល្យរវាងជីវិតនិងការងារណាបងប្អូនចាអញ្ចឹងអាសមតុល្យហ្នឹងម្នាក់អាចខុសគ្នាប៉ុន្តែបកមកវិញខ្ញុំចង់ឆ្លើយតបនឹងសំណួរហ្នឹងថាវាអាចមានមូលហេតុមួយដែលថាយើងអត់អាចទុកឲ្យខ្លួនឯងត្នេហ្នឹងដោយសារតែយើងសម្គាល់ថាការត្នេហ្នឹងវាជារឿងអត់ប្រយោជន៍អត់បានការទាំងដែលតាមពិតរាងកាយក៏ដោយផ្លូវចិត្តក៏ដោយត្រូវការសម្រាកដើម្បីយើងទទួលបានធម៌ពលវិជ្ជមានកម្លាំងត្រឡប់មកវិញបានយើងអាចទៅធ្វើការងារដែលយើងចង់ធ្វើទៀតបានហើយម្នាក់ត្រូវការសម្រាកនឹងខុសគ្នាអាស្រ័យទៅលើប្រភេទការងាររបស់យើងខុសគ្នាអញ្ចឹងបើយើងឃើញគេសម្រាកហើយយើងទៅវិនិច្ឆ័យគ្នាថាដេកដកដង្ហើមចោលអត់ប្រយោជន៍ស្អីអត់បានកាយអីហ្នឹងវាអត់បានជួយគ្នាប៉ុន្តែវាធ្វើបាបគ្នាថែមណាចាអញ្ចឹងយើងទទួលផ្នត់គំនិតហ្នឹងដែលអត់ដឹងខ្លួនហើយវាទៅជាជំនឿនៅទីជម្រៅនៅក្នុងចិត្តយើងអញ្ចឹងទៅយើងអត់ហ៊ានអនុញ្ញាតឲ្យខ្លួនឯងសម្រាកទេពីព្រោះតែយើងខ្លាចគេវិនិច្ឆ័យយើងថាអត់ប្រយោជន៍អត់បានការហើយគេនឹងជុំកាលគេនឹងគ្មានណាគេទេគឺគំនិតរបស់យើងខ្លួនឯងហ្នឹងដែលបន្ទោសខ្លួនឯងហ្នឹងណាដូចសំណួរដែលមិត្តភ័ក្ដិខ្ញុំគាត់បានលើកចឹងថាពេលអត់បានសម្រាកទៅបន្ទោសខ្លួនឯងទៀតតែពេលសម្រាកហ្នឹងក៏បន្ទោសខ្លួនឯងដែរសម្រាកបដាបន្ទោសខ្លួនឯងបដាខ្ញុំជឿព្រោះខ្ញុំធ្លាប់អញ្ចឹងដែរអញ្ចឹងអ្វីមួយដែលខ្ញុំចង់ចែកម្លែកគឺថាការសម្រាកវាជារឿងធម្មតាវាជារឿងធម្មជាតិដែលយើងត្រូវការឲ្យរាងកាយផ្លូវចិត្តយើងសម្រាកដើម្បីយើងមានកម្លាំងត្រឡប់មកវិញពីព្រោះយើងចាយកម្លាំងធម៌ពលរបស់យើងធ្វើការដូចយើងជិះម៉ូតូជិះឡានពេលអស់សាំងយើងត្រូវចូលចាក់សាំងអញ្ចឹងណាបងប្អូនបើយើងអត់ចូលចាក់សាំងឯងយើងនឹងប្រឈមនឹងការបដាឬក៏អស់ឬក៏រុញឡានហើយតែបើយើងចូលចាក់សាំងពេលវាអត់ទាន់អស់
យើងនឹងមានសាំងបន្តទៅមុខទៀតចឹងជីវិតយើងដូចគ្នាយើងត្រូវការធម៌ពលដែលជាសាំងរបស់យើងហ្នឹងទាំងកាយទាំងចិត្តហ្នឹងដើម្បីបន្តធ្វើការងារបន្តទៅទៀតប៉ុន្តែវារៀងពិបាកយល់តិចរវាងយល់ថាជិះឡានជិះម៉ូតូត្រូវចូលចាក់សាំងប៉ុន្តែដល់ពេលខ្លួនឯងអស់សាំងអត់ព្រមចាក់ទេដោយសារតែយើងទទួលឥទ្ធិពលផ្នត់គំនិតដែលថាសម្រាប់អត់ប្រយោជន៍អត់បានការហ្នឹងហើយជួនកាលឡានម៉ូតូយើងមិនមែនតែរឿងចាក់សាំងទេយើងត្រូវការថែទាំដោយដូរប្រេងម៉ាស៊ីនឆែកកង់ឆែកច្រវាក់ឆែកប្រព័ន្ធភ្លើងអីផ្សេងត្រូវដោះដូរជួសជុលអាណាខូចខាតអីតិចតួចយើងឆាប់ជួសជុលណាអញ្ចឹងខ្លួនយើងដូចគ្នាពេលដែលយើងសម្រាកគឺយើងត្រូវការចាក់សាំងប៉ុន្តែមួយទៀតបើយើងឈឺក៏យើងត្រូវការសម្រាកដូចយើងជួសជុលខ្លួនឯងអញ្ចឹងណាបងប្អូនហើយសម្បីតការគេងរបស់យើងហ្នឹងក៏ជាផ្នែកមួយនៃការដែលម្លងពេលដែលយើងគេងហ្នឹងគឺជាម្លងពេលដែលរាងកាយខួរក្បាលរបស់យើងវាទៅជួសជុលកោសិកាវាទៅរៀបបើខួរក្បាលវិញវាមានពេលសម្រាប់ហ្នឹងគឺវារៀបព័ត៌មានដែលយើងទទួលបានពីក្រៅហ្នឹងទៅតាមថតខួរក្បាលអញ្ចឹងទៅបើហើយវាបានសម្រាប់ព្រោះចុងកាលទៅការងារយើងត្រូវការប្រើផ្នែកណាមួយនៃខួរក្បាលខ្លាំងអញ្ចឹងបើយើងប្រើវារហូត24ម៉ោងឬក៏លើសកម្រិតរបស់វានឹងតួឲ្យដូចម៉ាស៊ីនម៉ូតូម៉ាស៊ីនឡានអញ្ចឹងបើយើងជិះខ្លាំងពេកវាតួម៉ាស៊ីនវាឆាប់ខូចអញ្ចឹងហើយអាការសម្រាកហ្នឹងគឺជាការថែទាំគ្រឿងម៉ាស៊ីនរបស់យើងនឹងឯងហើយរាងកាយវាមានប្រព័ន្ធជួសជុលខ្លួនវាប៉ុន្តែវាត្រូវការជួសជុលបានតទៅពេលដែលយើងសម្រាកនឹងឯងអញ្ចឹងបើយើងអត់អនុញ្ញាតឲ្យខ្លួនឯងសម្រាកស្មើនឹងយើងប្រើខ្លួនឯងលើសកម្រិតហើយយើងនឹងងាយឈឺឲ្យពេលហ្នឹងណាទាំងកាយទាំងចិត្តនឹងឯងចាអញ្ចឹងបានថានេះជាមូលហេតុចិត្តសាស្ត្រមួយនៅពីក្រោយស្ថានភាពហ្នឹងដែលថាដោយសារយើងទទួលឥទ្ធិពលបទពិសោធន៍មិនល្អពីមុនដែលគេធ្លាប់បន្ទោសយើងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់កន្លែងហ្នឹងថាការសម្រាកពិតជាសំខាន់សម្រាប់យើងមែនតើហើយសម្រាកហ្នឹងមិនមែនតែគេងទេណាបងប្អូនអាចទៅធ្វើអីដែលឲ្យខ្លួនឯងរីករាយណាពីព្រោះពេលយើងធ្វើការហ្នឹងយើងប្រើទាំងកាយប្រើទាំងចិត្តអញ្ចឹងអាកាយហើយអញ្ចឹងវាមានអាហាររបស់វាអាហារផ្លូវកាយឲ្យគេខ្លះណាម្ហូបអាហារការសម្រាកការញ៉ាំទឹកការហាត់ប្រាណអីចឹងទៅដល់ពេលអាហារផ្លូវចិត្តក៏វាមានរបស់វាផ្សេងដែរផ្លូវចិត្តហ្នឹងមានតាំងពីផ្នែកការគិតមានតាំងពីផ្នែកអារម្មណ៍អញ្ចឹងបងប្អូនរកមើលទៅថាតើអាណាដែលជាអាហារល្អសម្រាប់ផ្នែកទាំង3របស់យើងហ្នឹងហើយជាអាហារដែលត្រូវនឹងខ្លួនយើងចាអញ្ចឹងពេលខ្លះយើងស្ដាប់យោបល់របស់គេថាធ្វើអញ្ចេះទៅសុខភាពល្អប៉ុន្តែកុំភ្លេចថាខ្លួនយើងអាចខុសពីគេអញ្ចឹងទោះបីជាទទួលព័ត៌មានចំណេះដឹងពីគេក៏ដោយប៉ុន្តែកុំភ្លេចសេរីយកវាមកសេរីឲ្យត្រូវនឹងខ្លួនឯងហើយមានតែខ្លួនយើងឯងដែលដឹងប៉ុន្តែដើម្បីដឹងតើយើងស្វែងយល់ពីខ្លួនឯងឆ្វេងយល់ពីខ្លួនឯងដែរណាហើយកាត់តម្រឹមចំណេះដឹងដែលបងប្អូនទទួលបានពីគេហ្នឹងយកតាណាដែលត្រូវនឹងខ្លួនយើងទៅបានណាអាណាខុសពីខ្លួនយើងកុំយកតាមគេហើយបើយើងចង់សាកល្បងតាមគេពិនិត្យមើលលទ្ធផលបើលទ្ធផលល្អអានឹងក៏យកទៅបើលទ្ធផលមិនល្អទេដកវាចេញរកអីផ្សេងណាចានេះគឺជាវិធីសាស្ត្រថែទាំខ្លួនឯងតាមរបៀបចិត្តសាស្ត្រដែលត្រឹមត្រូវគឺយើងឲ្យខ្លួនឯងបានសម្រាកគ្រប់គ្រាន់ថែទាំខ្លួនឯងប្រចាំថ្ងៃតាមរយៈរបបអាហារហូបចុកគេងស្អីសពបែបយ៉ាងទាំងអស់ហ្នឹងចាអញ្ចឹងបើបងប្អូនថែទាំខ្លួនឯងបានល្អម៉ាស៊ីនយើងនៅល្អវាអត់ឆាប់ខូចចាសូមអរគុណ